ណាគេចូលចិត្តខជើងជ្រូកមួយតាពាំងខ្លះចាមានពងមួយអញ្ចឹងមកចាអាចចូលមើលវីដេអូនេះបានហើយនិយាយពីថាឆ្អិនហើយដាក់ជាមួយនឹងបាយក្តៅៗអញ្ចឹងទៀតមកបងប្អូនហើយនិយាយពីថាឆ្ងាញ់អើយឆ្ងាញ់ចាខានញ៉ាំយូរផងហ៎ទិញតាពាំង1គីឡូមកមាន3ប៉ុន្តែខ្ញុំស្លតែ2ទេនិយាយទៅបើថាយើងដាក់ទាំង3វារៀងច្រើនពេកហើយចំពោះខតាពាំងបងប្អូនចូលចិត្តហាន់មិនដែរចាខ្ញុំវិញគឺថាជាវ៉ាមូលអញ្ចឹងហើយផ្នែកជើងជ្រូកនេះវិញគឺថាកំងឲ្យអ្នកលក់យកមកឲ្យដល់ផ្ទះអញ្ចឹងហើយពេលយកមកគឺគាត់កាប់ហើយអស់ហើយអញ្ចឹងយើងហត់តែលាងទឹកទៀតមកគឺរួចរាល់ខអត់អាចខ្វះបានទេគឺថាស្ករត្នោតនឹងឯងហើយស្ករត្នោតនេះគឺថាខ្ញុំដាក់មកថាព្រាបាយកន្លះកូរឲ្យវាឡើងក្រហមខ្លាំងសិនមកខ្ញុំដាក់ខ្ទឹមចូលម្រេចចាយើងកូរវាបន្តទៀតកូររហូតដល់ឡើងឈ្ងុយខ្លាំងហើយនឹងនិយាយទៅគឺថាឡើងកម្មៅហ្មងមិនតែឲ្យខ្លោចទេណាតែខ្លោចឆ្ងៀមហើយឃើញអញ្ចឹងមែនតែអត់ខ្លោចណាបងប្អូនចាយើងដាក់ឲ្យខ្មៅអញ្ចឹងមកចាក់ទឹកត្រីចូលទឹកស៊ីអ៊ីវប្រេងខ្យងនេះក៏វាអស់ទៀតអូវាបន្តទៀតរហូតដល់ក្រហមកម្មៅហ្មងមិនដាក់សាច់ចូលហើយសាច់នេះយើងត្រឡប់វាឲ្យសព្វសិនមកចាំថែមគ្រឿងតចាគ្រឿងខ្ញុំបន្ទាប់នេះគឺថាមានប៊ីចេងហើយនិងម្សៅស៊ុបរ៉ូឌីសិនចាចំពោះអំបិលខ្ញុំអត់ទាន់ដាក់ទេហើយក៏ដាក់ប្រេងខ្យងចូលហើយអាទឹកប្រេងខ្យងមិញគឺថាក្លុកចូលព្រោះវាអស់ហ៎បងប្អូនហើយផ្នែកអំបិលអត់ទាន់ដាក់ទេចាខ្ញុំចាំដាក់ទឹកសិនហើយយើងភ្លក់អីខ្លះទៅចាកូររហូតដល់ដាច់អាទឹកព្រៃសាច់ជ្រូកហ្នឹងគឺថាឡើងក្រហមងៅហ្មងមកដាក់តាពាំងចូលតាពាំងនេះដែរកូរជាមួយសាច់ជ្រូកហ្នឹងរហូតដល់តុននិយាយទៅតុនល្អចូលសពជាតិគ្នាហើយក៏វាស្ងួតទឹកដែរឲ្យវាតាពាំងយើងតុនហ្នឹងចាំបានយើងដាក់ទឹកងាស់វាចោលសិនណាបងប្អូនហើយភ្លក់មើលថែមថយគ្រឿងតាមចំណូលចិត្តបើនិយាយពីតាពាំងនេះដែរទិញមកទាំងមូលហ្នឹងគឺគេស្ងោរឆ្អិនហើយបងប្អូនចាវាលយថងហ្នឹងគឺថាយើងអត់បាក់ស្ងោរងាស់វាទៀតចឹងទៅស្រួលហើយនេះយើងងាស់វារហូតតនិយាយទៅសាច់ផុយហើយបានខ្ញុំដាក់ពងចូលហើយងាស់បន្តមកទុះអីទៀតកន្លះម៉ោងអីទៀតចឹងទៅពងយើងស្ងោរនៅជាប់ភ្នៅហើយថ្ងៃនេះគឺពងមាន់ចាអត់មានពងទាទេមើលជាប់ភ្នៅប៉ុណ្ណឹងគឺល្មមឆ្ងាញ់ហ្មងបងប្អូនហើយក្តៅចាសឡយើងឆ្អិនភ្លាមគឺថាដួសយកមកដាក់មួយចានបឹបតែម្ដងហើយនេះគឺថាដួសញ៉ាំតែម្ដងហើយបងប្អូន